អាញាធរខេត្តកំពង់ធំហាមដាច់ខាតមិនអនុញ្ញាតឲ្យជនខិលខូចណាមួយអាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់3មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយនៅរសៀលថ្ងៃទី24ខែមីនាឆ្នាំ2025នេះអាយដាមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងដីព្រៃលិចទឹកនៅចំណុចអាខ្វក់តូចនិងអាខ្វក់ធំស្ថិតនៅក្នុងភូមិសាស្ត្រភូមិខ្សាច់ជីរស់ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំការលើកឡើងរបស់ឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំក្នុងឱកាសដែលឯកឧត្តមនិងក្រុមការងារថ្នាក់ខេត្តស្រុកព្រមទាំងកម្លាំងជំនាញបានចុះទៅពិនិត្យទីតាំងដីដែលជនខិលខូចធ្វើស្រែប្រាំងមានប្រហែល 2000 ហិកតាដែលស្ថិតនៅក្នុងតំបន់ខ្វាក់តូចខ្វាក់ធំដែលជនខិលខូចមួយចំនួននៅតែរុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែលត្រូវអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងឱកាសនោះឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំក៏បានសនំពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលធ្វើស្រែប្រាំងនៅដីតំបន់3ដែលបានជ្រៀលហើយសូមរក្សាឲ្យបានល្អហាមដាច់ខាតមិនឲ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាពអ្វីមួយនៅលើដីតំបន់3ដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលានាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168